Mr. Lee can you read this word sai no mình bị sai tên bị này như là sai tên cho bên đây anh tha chef yeah chef chẳng ch rồi đó cái những ăn chợ rồi bị chicken kitchen này chẳng được bật tay ch này lại ní cứ xâm lên chef f sao f dương đó cái nó f sounds f chà chẳng những ăn ha chef f chef yeah រៀនអង់គ្លេសរៀនប្រកបហើយកុំអានចេញផ្សាយទេណាយើងខំរៀនអង់គ្លេសយើងខំរៀនប្រកបមកកណូអូខេអញ្ចឹងយើងអានថា chef ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំឈ្មោះខឹមណាត់ធីមុនជានាយិកាសាលារៀន Wisdom សាលារៀន Wisdom បង្រៀនអំពីមូលដ្ឋានគ្រឹះភាសាអង់គ្លេសនិងបង្រៀនគោលមុខវិជ្ជាផ្សេងៗផងដែរបើសិនជាលោកអ្នកចង់ឈ្មោះកូនចូលរៀនភាសាអង់គ្លេសឬមុខវិជ្ជាណាមួយជាមួយនឹងសាលារៀន Wisdom តាមរយៈប្រព័ន្ធអនឡាញឬក៏មករៀនដល់ទីតាំងផ្ទាល់សូមតាក់ទងតាមលេខ Telegram នេះអញ្ចឹងថ្ងៃនេះគឺយើងរៀន short vowel sound e ចាអញ្ចឹង short vowel sound e គឺយើងរៀនពីសំឡេងអក្សរ e ចា e គឺជាស្រៈនៅក្នុងភាសាអង់គ្លេសអញ្ចឹងស្រៈ e short vowel e គឺសំឡេង s អញ្ចឹងយើងចាំគឺសំឡេង s អញ្ចឹងដូចជាពាក្យនេះជាដើម short s ចឹងពេលយើងអាន s នេះគឺយើងអត់ថា s ទេដោយសារតែស្រៈគឺអត់មានសំឡេងសនៅខាងចុងទេដោយស្រៈខ្មែរយើងស្អាស្អីអត់មានសខាងចុងទេណាចឹង sh f f ចឹង chef ចាយើងប្រកបចូលគ្នាមកយើងអានថា chef okay chef is a noun បើប្រែថាមេចុងភៅ okay មេចុងភៅ chef ចឹងពេលនេះ m sounds m short vowel e sounds e m e l sounds l t sounds t ចឹងយើងមាន4អក្សរ m e l t ចាថា m e l t melt ចាចឹងយើងអាន mel ទេហើយក៏អាន met ដែរ no បើ met បាត់ l ចឹងបើយើងអាន mel បាត់ t ហើយចឹងយើងអានឲ្យចេញទាំង4អក្សរហ្នឹងណា m l t melt ចា is a verb មកប្រែថារលាយ okay next one is ចឹងពេលនេះគឺយើងថា b e n ch ចឹង ch កន្លែងនេះគឺសំឡេង ch អត់មានសំឡេង sh ទេទេ okay b e n ch ចឹងយើងអានឲ្យញាប់មក bench is a noun បើប្រែថាបងអង្គុយអូខេឥឡូវយើងដល់ពាក្យថ្មីមួយទៀតគឺ content អូខេអញ្ចឹងខាងមុខនេះ con មកហើយ tent អញ្ចឹងបើយើងមើលខាងមុខនេះគឺដូចលេខ10 10ប៉ុន្តែ complete អក្សរ t នៅខាងចុងមួយទៀត so you read content okay content is a noun មកប្រែថាមេតិកា okay now let's read all the words again chef melt bench content okay very good example 1 the chef creates content about Cambodian cuisine 1 the chef creates content about Cambodian cuisine again cuisine okay ចឹង the chef មានថាចុងភៅមួយរូបនឹងបង្កើតមាតិកាអំពី cuisine មានថាម្ហូប ម្ហូបខ្មែរ ចឹងយើងធ្លាប់តែរៀនពាក្យ food ឥឡូវយើងរៀនពាក្យ cuisine ណា cuisine ម្ហូបខ្មែរ okay number 2 ice melts at 0 degrees Celsius okay read together ice melts at 0 degrees Celsius okay ចឹង ice មានន័យថាទឹកកករលាយ
នៅសេតនភាពសូនអង្សាអូខេចាពុកម៉ែបងប្អូននេះគឺជាការរៀនអានមូលដ្ឋានគ្រឹះភាសាអង់គ្លេសបើសិនជាលោកអ្នកចង់ចូលជាមួយកូនចូលរៀនលម្អិតអំពីការអានការប្រកបព្យញ្ជនៈស្រៈនៅក្នុងភាសាអង់គ្លេសសូមតាក់ទងឲ្យកូនចូលរៀនជាមួយនឹងសាលារៀន Wisdom សម្រាប់ព័ត៌មានបន្ថែមសូមតាក់ទងតាមលេខ Telegram នេះហើយសូមពុកម៉ែបងប្អូនជួយ like share និង follow page របស់នាងខ្ញុំអ្នកមួយផងសូមអរគុណជួបគ្នាក្នុងវីដេអូក្រោយៗទៀត